ក៏មិនតស៊ូថាតើរបស់អាណុលនឹងយល់ព្រមជាមួយនឹងរៀលម៉ាឌ្រីតដែរទេយោងតាមព័ត៌មានជាច្រើនបានបង្ហាញឲ្យថាសម្រាប់អាណុលអាចនឹងចូលរួមជាមួយនឹងរៀលម៉ាឌ្រីតគឺអត្រាខ្ពស់មែនទែនប្រិមិត្តគឺអត្រាខ្ពស់ណាស់បាទព្រោះដោយសារតែបើគាត់ទៅរៀលបាទគាត់នឹងអាចលេចធ្លោនៅរៀលម៉ាឌ្រីតបាទនៅក្នុងប្រទេសអង់គ្លេសគាត់លេងជាមួយលីភូលគឺគាត់បានពានអស់ហើយបាទទាំង UEFA Champions League FA Premier League អីគាត់បានអស់ហើយអញ្ចឹងដល់ពេលវេលាដែលគាត់ត្រូវស្វែងរកបាទអ្វីដែលថ្មីបន្ថែមទៀតបាទក្នុងនោះផងដែរសម្រាប់ព័ត៌មានបញ្ជាក់បន្ថែមថា Real Madrid ចង់បានអាណុលឲ្យទៅទាន់ពេលវេលានៅក្នុងការ register ឈ្មោះក្នុងការប្រកួតបាទ FIFA Club World Cup បាទអញ្ចឹងយើងអត់ទាន់ដឹងថាតើ Real នឹងយកអាណុលទៅទាន់ពេលវេលាដែរទេព្រោះ FIFA Club World Cup ដែលនឹងត្រូវលេងនៅរដូវកាលទី1ដែលគម្រប់4ឆ្នាំម្ដងនេះបាទចាប់ផ្ដើមថ្មីបាទគេហៅថាលេងជារដូវកាលថ្មីនេះយើងឃើញថាចាប់ផ្ដើមលើកទី1បាទរៀងរាល់ឆ្នាំគឺលេងមួយឆ្នាំម្ដងប៉ុន្តែឥឡូវនេះខាង FIFA គឺឲ្យលេង4ឆ្នាំម្ដងដូច World Cup អញ្ចឹងបាទអញ្ចឹងសម្រាប់បាទស្លាកសញ្ញា FIFA Club World Cup សម្រាប់ក្រុមដែលទទួលបានពាននឹងត្រូវពាក់អស់បានរយៈពេលយូរបាទអញ្ចឹងបានរយៈពេលយូរបាទក្នុងនោះផងដែរបើយើងនិយាយអំពីការទិញដូរកីឡាកររបស់ Real Madrid កំពុងតែស្ថិតនៅក្នុងការរ៉ាដាក្នុងការទិញដូចអ្វីដែលខ្ញុំបានលើកឡើងអញ្ចឹងប្រិមិត្តទាំងតំបន់ការពារនិងតំបន់បម្រើខណៈពេលដែលតំបន់ប្រយុទ្ធរបស់ Real Madrid នៅពេលនេះគឺមាន Kylian Mbappé, Vinicius, Rodrigo បាទអីហើយអញ្ចឹង Endrick ទៀតអញ្ចឹងខ្ញុំគិតថាប្រហែលជាមិនសូវជាចង់បានប្រហែលទេប៉ុន្តែសម្រាប់តំបន់បម្រើប្រហែលជាចាំបាច់បាទព្រោះថាតាំងពីតូនីគ្រូសចេញទៅអ្វីគ្រប់បែបយ៉ាងមើលទៅដូចរឿងធំថយច្រើនសារៈពេលដែល Luka Modric ហ្នឹងក៏គាត់រឿងចំណាស់ហើយអញ្ចឹងការលេងរបស់គាត់គឺមានការថមថយដូចគ្នាបាទហើយបើសិនជាយើងនិយាយអំពី Su Armani និង Camavinga ពួកគាត់ហត់ណាស់ប្រិមិត្តគាត់ហត់ណាស់បាទព្រោះដោយសារតែទូនាទីរបស់គាត់បម្រើទេតែមករយៈនេះគឺគាត់មកលេងការពារផងអីផងបាទអញ្ចឹងពិបាកមែនតើបាទសម្រាប់ពួកគាត់ទាំងពីរនាក់ក្នុងនោះផងដែរយោងតាមសារព័ត៌មានដែលបង្ហាញសម្រាប់បាទ Real Madrid អាចនឹងចរចានៅក្នុងការទិញតំបន់បម្រើបាទក៏ដូចជាតំបន់ការពារសម្រាប់តំបន់ការពារសម្លឹងមើលឃើញហើយបាទទី1គឺអាណុលនេះឯងកំពុងតែស្ថិតនៅក្នុងការចរចាដល់ឈានចូលដល់ដំណាក់កាលចុងក្រោយខណៈពេលដែលមួយរូបទៀតគឺកីឡាកររបស់ Arsenal គឺ Saliba នេះគឺត្រូវបាន Real ទន្ទ្រានចង់បានមែនតើបាទតែមិនដឹងថាយ៉ាងណាទេប៉ុន្តែសម្រាប់ Arsenal ក៏មានលក្ខខណ្ឌដែរប្រិមិត្តក៏មានលក្ខខណ្ឌដូចគ្នាគឺអាចនឹងមានការដោះដូរកីឡាករឲ្យថែមលុយឲ្យ Arsenal បាទអញ្ចឹងយើងអត់ដឹងថាតើ Arsenal ចង់បានអ្នកណាទេនៅសម្រាប់កីឡាកររបស់ Real Madrid បាទហើយសម្រាប់ Arsenal វិញក៏មានការចង់បានជាមួយនឹងកីឡាករជាច្រើនរូបមកដែរដោយសារតែក្នុងរដូវកាលនេះគឺ Arsenal ញោមញីជាមួយនឹងការរបួសរបស់តំបន់ប្រយុទ្ធអញ្ចឹងសម្រាប់ Arsenal កំពុងតែស្ថិតនៅក្នុងតំបន់មួយដែលនិយាយថាគេកំពុងតែឡើងអញ្ចឹងណាបាទប្រសិនបើ Arsenal អាចលើកពាន UEFA Champions League នៅក្នុងរដូវកាលនេះបានអាចនិយាយបានថាវាជារឿងមួយដ៏អស្ចារ្យមែនទែនហើយសម្រាប់ Arsenal នឹងអាចងាយស្រួលនៅក្នុងការទិញកីឡាករបាទផ្សេងមកចូលបន្ថែមទៀតក្នុងនោះផងដែរសម្រាប់ Gyökeres របស់ Sporting កំពុងតែរកគ្រាប់បាល់បានច្រើនមែនទែនអាចនិយាយបានថាចំនួនគ្រាប់បាល់ច្រើនជាងចំនួនប្រកួតរបស់គាត់ទៅទៀតបាទសម្រាប់ Gyökeres នេះគឺត្រូវបានមានការតាក់ទងញាប់ញងច្រើនបាទសម្រាប់ Man U ក៏ចង់បានដែរបាទហើយលោក Amorim នឹងក៏ជាអតីតគ្រូ Sporting ក៏ដូចជាអ្នកដឹកនាំបាទរបស់ Gyökeres ដែរប៉ុន្តែសម្រាប់ Gyökeres នៅមិនទាន់ដឹងថាតើគាត់នឹងសម្រេចចិត្តណាទេហើយសម្រាប់ Arsenal ក៏កំពុងតែតាក់ទងជាមួយនឹង Nico Williams ប៉ុន្តែប្រហែលជាអត់ត្រូវតម្លៃទេប្រិមិត្តព្រោះ Nico Williams មើលទៅភ្នាក់ងាររបស់គាត់ទិញគឺប្រកាសជាចរចាប្រកាសជាអស់លុយច្រើនណាស់បាទប៉ុន្តែមិនដឹងថាមើល Arsenal នឹងគិតជាយ៉ាងណាទេយើងនិយាយពី Real បន្ថែមទៀតតាក់ទងជាមួយនឹង manager បាទប្រិមិត្តក៏មានសំណួរដែរបាទដូចជាថ្ងៃ KH អីសួរថាតើដូរគ្រូអត់ឬក៏អត់បាទយោងតាមព័ត៌មានចុងក្រោយរបស់លោក Fabrizio Romano បានបញ្ជាក់ជាមួយនឹងបាទសារព័ត៌មានមួយបានលើកឡើងថាសម្រាប់ Real Madrid បានត្រៀមខ្លួនសម្រាប់ការលាគ្នាជាមួយនឹងលោក Ancelotti រួចរាល់ហើយយោងតាមព័ត៌មានបន្ថែមទៀតតាក់ទងជាមួយនឹងលោក Ancelotti នឹងត្រូវខ្លាចទៅជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលបាទដោយសារតែហើយព័ត៌មានចុងក្រោយថាដូចជាចរចាគ្នាត្រូវហើយបាទចរចាគ្នាត្រូវហើយរងចាំតាំងថ្ងៃដែលគាត់នឹងត្រូវដើរចេញពី Real Madrid ទេប៉ុន្តែអត់ដឹងថាទៅចេញនៅពេលណាមុននឹងចប់រដូវកាលឬក៏ចប់រដូវកាលបាទយើងអត់ទាន់ដឹងណាបាទហើយសម្រាប់បើសិនជាយើងនិយាយអំពីវត្តមានក៏ដូចជាការងាររបស់លោក Ancelotti គឺយើងអាចនិយាយបានថាចូល 90% ហើយដែល Real Madrid នឹងត្រូវផ្លាស់ប្ដូរ manager បាទនឹងត្រូវផ្លាស់ប្ដូរ manager យោងតាមមុននេះរយៈពេល1ម៉ោងលោក Fabrizio Romano បានលើកឡើងនៅក្នុងការបង្ហោះ caption នៅក្នុងបណ្ដាញ Facebook របស់គាត់ថា
នឹងមានរឿងក៏ក្រៅមួយរបស់ Real Madrid ប៉ុន្តែអាចនិយាយថាជារឿងអាក្រក់ឬក៏ជារឿងល្អតែមើលទៅការបង្ហោះរបស់គាត់គឺជារឿងអាក្រក់ច្រើនជាងអញ្ចឹងប្រហែលជាអាចនឹងការចាក់ចែងរបស់លោក Carlo Ancelotti នេះឯងបាទអញ្ចឹងរឿងរ៉ាវនេះប្រហែលជាពិតហើយប្រិមិត្តបាទប្រហែលជាពិតហើយអញ្ចឹងលោក Carlo Ancelotti នឹងត្រូវបញ្ចប់ការងារហើយសម្រាប់តំណែង manager ថ្មីរបស់ Real Madrid យើងឃើញថាមានការលើកឡើងជាមួយនឹងលោក Jurgen Klopp ហើយជាមួយនឹង Xabi Alonso បាទ Xabi Alonso ហើយនឹងលោក Jurgen Klopp ភ្នាក់ងាររបស់លោក Jurgen Klopp បានថាលោក Jurgen Klopp នឹងគឺគាត់កំពុងតែសប្បាយរីករាយជាមួយនឹងការនៅជាមួយនឹងបាទជាមួយ Red Bull ហើយអញ្ចឹងគាត់ប្រហែលជាមិនទៅណាទេបាទនេះគ្រាន់តែជាការលើកឡើងរបស់ភ្នាក់ងាររបស់លោក Jurgen Klopp ទេណាប្រិមិត្តបាទលុយមិនទាន់ដល់ចរចាគ្នាមិនទាន់ត្រូវទាន់មិនទាន់ទៅដល់ពេលលុយដល់ចរចាគ្នាត្រូវទៅដូចគ្នាហ្នឹងបាទអញ្ចឹងសម្រាប់ពេលនេះគឺសម្រាប់ Alonso គឺរងចាំតែថាងក់មួយឯងបាទឲ្យតែមាន manager នៅ Real Madrid ចេញគឺគាត់ទៅហើយបាទប៉ុន្តែមិនដឹងថាតើ Real Madrid នឹងសម្រេចយក Xabi Alonso ឬក៏សម្រេចចិត្តយកលោក Jurgen Klopp បាទប៉ុន្តែចាំមើលទៅយ៉ាងណាទៀតសម្រាប់លោក Jurgen Klopp ក៏គាត់តានតឹងដែរបាទព្រោះដោយសារតែគាត់នៅជាមួយនឹង Liverpool នោះវាយូរពេកអញ្ចឹងធ្វើឲ្យអារម្មណ៍នៃមនោសញ្ចេតនារបស់គាត់ហ្នឹងគឺវាដកជាប់ជាមួយនឹង Liverpool ហើយអញ្ចឹងបើសិនជាយើងនិយាយអំពីមុនការចេញរបស់លោក Jurgen Klopp គាត់បានលើកឡើងថាគាត់នឹងមិនទៅដឹកនាំក្រុមនៅប្រទេសអង់គ្លេសទេបាទអញ្ចឹងបើសិនជាគាត់ដឹកគាត់អាចនឹងដឹកក្រុមនៅ League នៅប្រទេសផ្សេងឬក៏គាត់អាចដឹកនាំក្រុមជម្រើសជាតិតែម្ដងបាទនេះជាការលើកឡើងរបស់លោក Jurgen Klopp អញ្ចឹងយើងមិនដឹងថាតើគាត់នឹងទៅដែរឬអត់ទេបើគាត់ទៅកាន់ Real Madrid វាត្រូវតែមានថ្ងៃជួបគ្នាជាមួយនឹង Liverpool នឹងឯងបាទព្រោះ UEFA Champions League ឥឡូវគឺតាំងពីវគ្គ League P ហ្មងគឺត្រូវចាប់ឆ្នោតប៉ះគ្នាបាទអញ្ចឹងបើលោក Jurgen Klopp ទៅគឺអត្រានៅក្នុងការប៉ះ Liverpool ហ្នឹងគឺវាមានច្រើនបាទគឺវាមានច្រើនមែនតើបាទអញ្ចឹងចាំមើលគាត់នឹងដាច់ចិត្តទៅ Real Madrid ដែរទេបាទគណៈពេលបើសិនជាគាត់មិនព្រម Real Madrid គឺមានតែសម្លឹងលើ Xabi Alonso នេះឯងបាទយើងឃើញថាសម្រាប់បាទ Real Madrid មកដល់ពេលនេះគឺទុកធ្ងន់ច្រើនបាទនៅក្នុងរដូវកាលនេះគឺបាត់បង់កីឡាករនៅក្នុងតំបន់ការពារផងយកបំរើមកលេងការពារផងរបួសបាទជាង60ករណីហើយបាទប្រិមិត្តសម្រាប់ Real Madrid ឥឡូវនេះឃើញថាសម្រាប់ Rudiger កំពុងតែប្រឈមជាមួយនឹងការ ban រយៈពេល4ប្រកួតបាទ ban 4ប្រកួតមិនមែនរយៈពេលទេបាទ ban 4ប្រកួតប៉ុន្តែទោះបីជាមិន ban មកដល់ពេលនេះគឺឃើញថាសម្រាប់ Rudiger នឹងត្រូវរងរបួសអាចនឹង6ទៅ8សប្តាហ៍ឯណោះបាទអញ្ចឹងមានន័យថាទោះបីជាមិន suspend គាត់ក៏គាត់នៅតែអត់បានលេងដដែលហ្នឹងបាទព្រោះដោយសារតែគាត់របួសហើយបាទសម្រាប់ Rudiger បាទអញ្ចឹងសម្រាប់កីឡាករមួយចំនួនទៀតក៏កំពុងតែព្យាបាលសម្រាប់ព្យាបាលរបួសដូចគ្នាអញ្ចឹងនៅសល់ការប្រកួតតិចដែរបាទសម្រាប់ Real Madrid នៅក្នុងការប្រកួត La Liga មានន័យថាមកដល់ពេលនេះគឺ Barcelona គឺគេធ្វើបានល្អជាងហើយប្រសិនបាទនិយាយអំពីថាតើ Real Madrid អាចប្រជែងបានអត់ខ្ញុំគិតថាវាតានតឹងដែរប្រិមិត្តបាទ4ប្រកួតបាទ4បន្ទុកអញ្ចឹងសល់ប្រកួតតិចដែរអញ្ចឹងបើនិយាយបានថាតែសម្រាប់ Real Madrid និង Barcelona នៅសល់ការប៉ះគ្នាម្ដងទៀតបាទ El Clasico នៅសល់ប៉ះគ្នាម្ដងទៀតនៅ La Liga អញ្ចឹងអាចនិយាយបានថាបើសិនជាពេលនោះ Real Madrid អាចយកជ័យជំនះបានហើយការប្រកួតបន្ទាប់អាចត្រឹមស្មើឬក៏អាចយកឈ្នះ Real Madrid យកឈ្នះ Barca ស្មើ Real Madrid លើពងវិញហើយបាទតែមើលទៅដូចជាតានតឹងប្រិមិត្តតានតឹងតិចហើយបាទអញ្ចឹងអណជួបគ្រូចាស់ដែរអាចដែរបាទគ្រាន់ថាដូចខ្ញុំនិយាយជូនប្រិមិត្តអញ្ចឹងថាតានតឹងបន្តិចបាទតានតឹងបន្តិចបើតែលោកចូលចិនក្លឹបហើយគាត់មិនទៅទេបាទព្រោះថាមនោសញ្ចេតនាគាត់មួយ Liverpool នេះគឺវាខ្លាំងពេកទៅហើយបាទបើសិនជាគាត់បើយើងគ្រាន់តែនិយាយថាគាត់អត់ព្រមដឹកនាំក្រុមនឹងអង់គ្លេសផងហ្នឹងអញ្ចឹងមានន័យថាបើគាត់ទៅក្រៅក៏គាត់ត្រូវតែជួបជាមួយនឹងក្រុមអង់គ្លេសដែរអញ្ចឹងលូត្រាតែគាត់ដឹកនាំជម្រើសជាតិហ្មងបាទហ្នឹងបានអត់ជួបគ្នាបាទអញ្ចឹងពិបាកដែរណាបាទកំហុសប្រធានក្លឹបដែលមិនទិញខ្សែការពារបាទសៀនសាម៉ុនបាទបាទមែនយូនឹងបៀបាវផងហ៎បាទកុំប្រាក់កែវបាទតោះបើសិនជាយើងនិយាយអំពីលោកប្រធានក្លឹបបាទលោក Florentino Perez ប្រិយមិត្តខ្លះប្រកាសជាលើកឡើងថាសម្រាប់លោក Florentino Perez ហ្នឹងហាក់បីដូចជាគំរីព្រោះ Florentino Perez ហ្នឹងកីឡាករដែលត្រូវទិញមិនព្រមទិញទេឬក៏អីចឹងណាប៉ុន្តែយើងក៏លេចទៅមើលកីឡាកររបស់ Real Madrid នៅក្នុងតំបន់ការពារគឺមានច្រើនប៉ុន្តែធ្វើមិនបើវារបួសបាទអញ្ចឹងនៅពេលនេះកីឡាកររបួសហើយបើសិនជាយើងទិញកីឡាករមកបន្ថែមចុះបើកីឡាករពេលដែលកីឡាករគាត់ជាអញ្ចឹងមិនត្រូវកជើងគ្នានៅតំបន់ការពារអញ្ចឹងវាពិបាកអញ្ចឹងណាបាទអញ្ចឹងគឺមានតែរងចាំដល់ដំណាក់កាលមួយដែលកីឡាករតំបន់ការពារមួយចំនួនណាមួយដែលគាត់នឹងត្រូវផុតសុពលភាពឬក៏ផុតកុងត្រា
ចឹងបានគេអាចយកកីឡាករថ្មីមកបានប្រិមិត្តយើងមិនអាចការដឹកនាំមួយយើងមិនអាចទិញកីឡាករខ្វះកន្លែងណាទិញដាក់នោះទេនៅពេលដែលកីឡាករខ្វះវាអាចនឹងកីឡាករចេញអស់នឹងវាអត់អីទេតែបើសិនជាកីឡាករកំពុងតែរបួសដល់ពេលគាត់ជាពីរបួសមកមិនកោជើងបាទមិនកោជើងទៅហើយទេតែពិតអ្វីដែលរៀលកំពុងខ្វះបច្ចុប្បន្ននេះគឺតំបន់បំរើបាទគឺខ្វះខ្លាំងតំបន់បំរើព្រោះថាយើងឃើញហើយបាទ World Day គាត់ទៅលេងការពារដែរហើយអញ្ចឹងតំបន់បំរើរបស់រៀលគឺខ្វះខ្លាំងមែនតើហើយយើងនិយាយបការពារយើងបាច់និយាយតែខ្វះឯងគឺវាអត់មានហ្មងបាទបាត់អស់លីងទៅហើយអាឡាបាមកមិនទាន់បានអីទេប្រិមត្តឃើញរបួសទៅវិញទៀតហើយអញ្ចឹងមានន័យថាកីឡាករនៅក្នុងតំបន់ការពាររបស់គាត់ចូលជាចូលរបួសចាញ់ជាចូលរបួសចាញ់ជាចូលរបួសចាញ់ចាញ់ចូលដោយតួល្ខោនហ្នឹងបាទអញ្ចឹងយើងមិនអាចបន្ទោសទៅលោកអេនសេឡូទីបានទេហើយបើយើងនិយាយពីតំបន់ប្រយុទ្ធវិញតំបន់ប្រយុទ្ធរបស់រៀលម៉ាឌ្រីតខ្ញុំមើលទៅឃើញហាក់បីដូចជាមិនសូវស៊ីសង្វាក់គ្នាតែម្ដងបាទរវាងបាទអឹមបាប៉េវីនីសៀសបាទមើលទៅវីនីសៀសការប្រកួតមួយបាសេចុងក្រោយមើលទៅគាត់ខូចបាល់ច្រើនបាទហើយបើសិនជាយើងនិយាយអំពីការសម្រេចចិត្តរបស់គាត់ក៏សម្រេចចិត្តមិនសូវត្រូវទៀតដល់អញ្ចឹងអត់ដឹងថាតើក្នុងចិត្តរបស់គាត់ក៏ដូចជាការគិតរបស់គាត់កំពុងតែមានវិបត្តិឬក៏កំពុងតែជួបជាមួយនឹងបញ្ហាអីអញ្ចឹងប្រិមិត្តនិយាយទៅនៅក្នុងរដូវកាលថ្មីនេះខ្ញុំឃើញថាវីនីសៀសបើប្រៀបនឹងរដូវកាលមុនគឺខុសគ្នាឆ្ងាយវីនីសៀសនៅក្នុងរដូវកាលថ្មីនេះគឺមានវត្តមានអឹមបាប៉េមកគឺវីនីសៀសហៅដូចជាមានការធំថយច្រើនបាទហើយសម្រាប់រ៉ូឌ្រីហ្គោឃើញថាដូចជាមានព័ត៌មានថារៀលនឹងចង់បញ្ចេញបាទសម្រាប់រ៉ូឌ្រីហ្គោណារៀលនឹងចង់បញ្ចេញអញ្ចឹងបើបញ្ចេញរ៉ូឌ្រីហ្គោប្រហែលជាត្រូវការស្លាប់ស្ដាំម្នាក់ទៀតបាទឬក៏ឲ្យវីនីសៀសមកលេងស្ដាំវិញយកទៅរកប្រយុទ្ធកដាលយើងអត់ទាន់ដឹងដែរណាបាទចាំមើល manager ថ្មីចូលជំនួសតំណែងលោក Ancelotti តើគេនឹងរើសបែបណាប៉ុន្តែបើយោងតាមការបទសម្ភាសជាមួយនឹងលោក Florentino Perez ចិត្តរបស់គាត់ដូចជាចង់ទិញតំបន់បម្រើជាមួយនឹងតំបន់ការពារច្រើនជាងទិញតំបន់ប្រយុទ្ធបាទហើយចាំមើលបន្តទៀតប្រិមិត្តចាំមើលតើនឹងទៅជាយ៉ាងណាគ្រាន់តែដឹងថារដូវកាលថ្មីក្រោយឆ្នាំក្រោយ2025-2026 Real Madrid នឹងមានការទិញដូរដ៏ធំអញ្ចឹងមានន័យថាដល់ពេលដែលគាត់ត្រូវចាយលុយហើយខានចាយលុយច្រើនឆ្នាំដែរហ្នឹងប្រិមិត្តបាទមួយរយៈក្រោយមានទិញអានអីបាទមាន Bellingham Camavinga បាទ Tchouaméni តិចតួចបាទបើប្រៀបធៀបជាមួយនឹងកីឡាករគេផ្សេងបាទក្រុមគេផ្សេងគេទិញច្រើនណាបាទមានកីឡាករដោះដូរមានតាំងប្រយុទ្ធផងអីផងបាទហើយយើងអឹមបាប៉េយើងមិនបាច់និយាយព្រោះតែគាត់ free agent ទេបាទអញ្ចឹងយើងមិនដឹងថាតើ Real Madrid នឹងមានការផ្លាស់ប្ដូរអ្វីខ្លះទេរដូវកាលក្រោយបាទការប្រកួតប្រជែងនៅតែបន្តមានសម្រាប់ Real Madrid បាទ